សម្រាប់មុខនេះរសជាតិឆ្ងាញ់ហើយងាយស្រួលធ្វើទៀតបងចង់ដឹងពីរបៀបធ្វើកុំភ្លេចចូលមើលវីដេអូនេះទាំងអស់គ្នាចារសជាតិឆ្ងាញ់ញ៉ាំជាមួយបាយក៏បានធ្វើជាគ្រឿងក្លែមក៏បានឬក៏បងញ៉ាំលេងអីក៏បានដែរព្រោះរសជាតិរបស់វាអត់ដិតខ្លាំងទេបងទាំងអស់គ្នាយើងធ្វើបែបលក្ខណៈមួយល្មមឬក៏ចង់យកសាបអីក៏បានដែរយើងយកមកជ្រលក់ជាមួយនឹងទឹកត្រីកោះកុងទៀតណាបងទាំងអស់គ្នាចាពិសេសក្មេងៗដឹងតែគាត់ចូលចិត្តញ៉ាំជាមួយនឹងមីស៊ូនេះតែម្ដងចាហើយយើងត្រាស់សាច់ត្រីវាអត់សូវជាប្រៃយើងអញ្ចឹងអាចជ្រលក់ជាមួយនឹងទឹកត្រីកោះកុងបន្ថែមទៀតបានណាបងទាំងអស់គ្នារសជាតិគឺថាឆ្ងាញ់ខ្លាំងតែម្ដងអញ្ចឹងយើងទៅមើលរបៀបធ្វើនិងគ្រឿងផ្សំទាំងអស់គ្នាចាសម្រាប់គ្រឿងផ្សំរបស់យើងគ្រឿងផ្សំគោលគឺមានជាមួយនឹងត្រីក្រហមចាជាមួយនឹងមីស៊ូចាជាមួយនឹងស្លឹកខ្ទឹមគល់ខ្ទឹមផ្សិតហើយនឹងត្រចៀកកដោលចាហើយនឹងខ្ទឹមក្រហមការ៉ុតម្ទេសហើយសំខាន់ជាងគេគឺខ្ញីបងឲ្យខ្វះអត់បានទេមុខនេះគឺថាខ្ញីដាក់ទៅគឺថាមានក្លិនឈ្ងុយហើយជួយកាត់ឆ្អាបបានល្អមែនទែនចាហើយសម្រាប់ការធ្វើជាហ៊ានដំបូងយើងយកត្រីទៅចំហុយឲ្យវាឆ្អិនប្រហែលជាខ្ទង់ 50% សិនបងដើម្បីឲ្យវាចេញទឹកឆ្អាបមកចាសម្រាប់ការចំហុយត្រីហ្នឹងគឺខ្ញុំដាក់ជាមួយនឹងខ្ញីប្រហែលដុំនៅពោះរបស់វាដើម្បីជួយកាត់ឆ្អាបបងទាំងអស់គ្នាឥឡូវយើងមកលាយទឹកស៊ុសរបស់យើងចាទឹកគ្រឿងដែលយើងយកទៅលាយជាមួយនឹងបន្លែដាក់ចំហុយបងចាមានជាមួយនឹងសៀងបងប្រើសៀងប្រៃក៏បានសៀងផ្អែមក៏បានតែសម្រាប់ខ្ញុំគឺខ្ញុំប្រើសៀងផ្អែមបើសិនជាអត់ចូលចិត្តសៀងទេកុំសូវដាក់ច្រើនពេកខ្ញុំដាក់រៀងតិចទេបងចាជាមួយប្រេងល្ងបើមានក៏ដាក់បើអត់ក៏អត់អីដែរបងណាចាខ្ញុំដាក់ប្រេងល្ងសៀងចាស្ករប៊ីចេងម្សៅស៊ុបហើយចុងក្រោយគឺប្រេងខ្យងចាដាក់ប្រេងខ្យងតិចមកបងហើយកុំដាក់អត់ប្រើទឹកត្រីណាបងទាំងអស់គ្នាហើយប្រើជាមួយនឹងទឹកស៊ីអ៊ីវបងចាកុំភ្លេចប៉ិនជាមួយទឹកស៊ីអ៊ីវមួយមុខទៀតណាចានេះខ្ញុំអត់បានចាក់ទឹកស៊ីអ៊ីវលាយទេដោយសារពេលលាយគ្រឿងហ្នឹងភ្លេចទឹកស៊ីអ៊ីវបងអើយអញ្ចឹងហើយកុំភ្លេចថែមទឹកស៊ីអ៊ីវមួយមុខទៀតបងចាលាយហើយបងអាចភ្លក់បានចាគ្រឿងហ្នឹងអាចភ្លក់បានហើយឥឡូវយើងយកគ្រឿងហ្នឹងមកប្រឡាក់ជាមួយច្បល់ជាមួយនឹងបន្លែរបស់យើងចាបន្លែរបស់យើងដែលខ្ញុំរៀបរាប់ខាងលើហ្នឹងយើងដាក់ចូលកធុនមួយមកហើយយើងលាយគ្រឿងហ្នឹងពាក់កណ្ដាលហើយទុកបន្តិចប្រឡាក់ត្រីបងចាចាក់ពីលើសាច់ត្រីអញ្ចឹងយើងច្បល់គ្រឿងផ្សំហ្នឹងឲ្យចូលគ្នាមកចាហើយទុកមួយឡែកមកនៅពេលដែលត្រីរបស់យើងឆ្អិនបាន 50% ហើយចាំយើងលើកមកយករៀបដាក់ចំហុយក្នុងឆ្នាំងតែម្ដងសម្រាប់មុខនេះបងបានធ្វើហើយដឹងតែធ្វើទៀតតែព្រោះរសជាតិវាឆ្ងាញ់ងាយស្រួលធ្វើហើយឆាប់បានញ៉ាំចាចង់ញ៉ាំជាមួយជាក់ក៏បានចាញ៉ាំប្រភេទញ៉ាំលេងអីក៏ត្រូវដែរបងអើយព្រោះរសជាតិវាមិនសូវជាដិតខ្លាំងទេយើងយកលក្ខណៈគឺថាឆ្ងាញ់ចឹងហើយបើសិនជាសាបយើងត្រីរបស់យើងគឺអត់សូវប្រៃយ៉ាងទៀតចារសជាតិគឺបានឥឡូវត្រីរបស់យើងឆ្អិនបាន 50% គឺខ្ញុំចាក់ទឹកនឹងចេញណាបងចាយកខ្ញីចេញហើយចាក់ទឹកនឹងចោលទៅព្រោះទឹកនឹងជាប្រភេទទឹកឆ្អាបរបស់ត្រីទេហើយយើងរៀបត្រីនឹងដាក់ចំហុយម្សៅទៀតជាមួយនឹងគ្រឿងបន្លែរបស់យើងអានេះយើងដាក់មកជាន់ចឹងមកដាក់ត្រីទៅលើហើយយើងចាក់ជាមួយទឹកស៊ុបដែលយើងទុកប្រឡាក់ត្រីយកមកបងយើងចាក់ទឹកស៊ុបនឹងពីលើមកហើយបន្ថែមជាមួយនឹងគ្រឿងរបស់យើងពីលើទៀតដាក់ចំហុយតាមមួយផ្លែតគឺបានញ៉ាំហើយបងលក្ខណៈថាងាយស្រួលធ្វើទេចាពិសេសបងមានក្មេងៗតូចៗចាគាត់ចូលចិត្តញ៉ាំមែនតែនពពួកមីស៊ុបនេះបងគាត់ញ៉ាំលេងណាចាព្រោះរសជាតិវាមិនសូវជាដិតខ្លាំងទេអញ្ចឹងរសជាតិមិនល្មមញ៉ាំលេងបានអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេបងចាអាចសាកធ្វើមុខនេះបានអានេះពេលដែលឆ្អិនហើយសម្រាប់សឹកខ្ទឹមបងហាន់លក្ខណៈទូចចាសាយទូចក៏បានដែរតែដោយសារសឹកខ្ទឹមរបស់ខ្ញុំវាតូចពេកអញ្ចឹងហើយពិបាកហាន់ខ្ញុំកាត់វាអញ្ចឹងហ្មងទៅហើយអាចមើលសាច់ត្រីបានបងអើយប៉ះបានត្រីស្រស់ទៀតនិយាយពីថាឆ្ងាញ់ខ្លាំងតែម្ដងហើយយើងដាក់ទឹកត្រីកោះកុងពីលើមកគឺថាអុយអ៊ូយមកមុខនេះ